សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំចង់និយាយពីគន្លឹះនៃការរលួយតាម YouTube ក៏ដូចជា Facebook Page ប៉ុន្តែជាក់ស្ដែងវីដេអូខ្ញុំនិយាយថាការរលួយតាម YouTube សិនអញ្ចឹងវគ្គបន្ទាប់ខ្ញុំនឹងរៀបរាប់ក៏ដូចជាប្រាប់បន្ថែមទៅលើវិធីសាស្ត្រក្នុងការរលួយតាម Facebook Page វិញម្ដងបងប្អូនអរគ្នាជាក់ស្ដែងទៅបច្ចុប្បន្នភាពការរលួយតាម YouTube គឺបងប្អូនយើងគឺអ្នកដែលដៃចាស់ឬក៏ដៃថ្មីក៏ដោយគាត់ក្នុងការបង្កើតនៅ YouTube Channel គាត់មានអ្នកខ្លះគឺរលួយបានរាប់ពាន់ក្នុងខែមួយខែបងប្អូនអញ្ចឹងខ្ញុំចង់លើកនៅក្នុងវីដេអូនេះគឺចង់ប្រាប់បងប្អូនអរគ្នាថាគន្លឹះមួយចំនួននៅក្នុងការរលួយតាម YouTube មានច្រើនគន្លឹះប៉ុន្តែខ្ញុំលើកតែមួយឬក៏2 3ចំណុចទេអញ្ចឹងវិធីសាស្ត្រទី1គឺគន្លឹះដែលខ្ញុំចង់លើកឡើងទី1គឺបងប្អូនទៅរក content ណាដែលតាក់ទងទៅនឹង content ទៅកាន់បរទេសហើយបានខ្ញុំនិយាយចឹងដោយសារតែបរទេសគឺគេចូលចិត្តcontent បែបគេហៅថា video reel ហើយបែបសាមញ្ញបែបស្រុកស្រែជនបទឬក៏ការចិញ្ចឹមមាន់ទាអញ្ចឹងទៅពោះឬក៏បច្ចេកវិទ្យាអីចឹងទៅព្រោះអីខាងបរទេសគឺគេចូលចិត្តបែបហ្នឹងហើយមួយទៀតបងប្អូនអរគ្នាគន្លឹះទី2គឺបងប្អូនធ្វើវីដេអូណាដែលវែងកុំធ្វើវីដេអូខ្លីពេកបើសិនជាក្នុងការបង្កើត YouTube គឺវាមាន2ខ្ញុំបញ្ជាក់បន្ថែមនៅក្នុងចន្លោះហ្នឹងគឺមានមួយគឺយើងរកតាមម៉ោងឬក៏តាម subscriber អញ្ចឹងទៅហើយមួយទៀតគឺ YouTube Short អញ្ចឹង YouTube Short គឺតាមរយៈ view ដូចជា 10M អញ្ចឹងវាស្មើនឹង10លានអ្នកមើលគឺនឹងគ្រប់លក្ខខណ្ឌរបស់ YouTube Short គេនឹងបើកឲ្យមានការរលួយអញ្ចឹងជាក់ស្ដែងនេះខ្ញុំលើកឡើងវិញគន្លឹះទី1នោះគឺការផលិត content ទៅបរទេសឬក៏ content បែបខ្សែជនបទការចំនួនទីឬក៏បច្ចេកវិទ្យាអញ្ចឹងទៅគន្លឹះទី2បងប្អូនត្រូវតែសង្កេតថាតើបច្ចុប្បន្នភាពហ្នឹងមនុស្សឬក៏បរិបទនៃសង្គមហ្នឹងគឺគេត្រូវការអីគេទាមទារអីអញ្ចឹងគឺខ្ញុំមើលទៅគឺអ្នកខ្លះបើនិយាយពីប្រទេសយើងគឺចូលចិត្តបែបសบายបែបខ្លាំងអញ្ចឹងបងប្អូនបើសិនជាមានជាក្រុមជាធីមអាចធ្វើជារឿងខ្លីបែបកំ pl ាយឬក៏អប់រំអីចឹងទៅអាហ្នឹងគន្លឹះរបស់ខ្ញុំគឺចង់និយាយពីការបង្កើត content តែប៉ុណ្ណោះហើយកន្លឹះខ្ញុំមានមួយទៀតគឺគន្លឹះទី3គឺវីដេអូទាក់ទងទៅនឹងការចម្អិនមុខម្ហូបបងប្អូនចម្អិនមុខម្ហូបគឺល្អមែនតើគឺអ្នកមើលច្រើនមែនតើនិយាយថាយើងចម្អិនមុខម្ហូបបែបអីចឹងទៅយើងដូចថាយើងមានជំនាញក្នុងការចម្អិនឬក៏យើងមានប្រពន្ធប្តីអីចឹងទៅយើងធ្វើជាវីដេអូលក្ខណៈចម្អិនអញ្ចឹងក៏មានអ្នកមើលច្រើនដែរបងប្អូនអរគ្នាអញ្ចឹងជាក់ស្ដែងទៅវីដេអូនេះខ្ញុំអត់មានអីច្រើនទេអញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងហើយវីដេអូបន្ទាប់ខ្ញុំនឹងលើកឡើងពីការរៀបចំបង្កើត channel YouTube ក៏ជាបង្កើត Gmail ដើម្បីបង្កើត YouTube ឬ Facebook Page ក្នុងការរលួយផងដែរអញ្ចឹងអរគុណសម្រាប់ការតាមដានវីដេអូមួយនេះហើយរងចាំទស្សនាវីដេអូបន្ទាប់អរគុណ